ណាកំសាន្តចុងសប្តាហ៍លើកនេះពួកយើងបានមកដល់សហគមន៍នេសាទមួយកន្លែងដែលសម្បូរទៅដោយគ្រឿងសមុទ្រស្រស់ៗដែលធ្វើឲ្យមានការតាក់ទាញខ្លាំងមែនទែនសម្រាប់បងប្អូនដែលគាត់ចូលចិត្តដើរលេងជាលក្ខណៈគ្រួសារឬក៏ជាមិត្តភក្តិជាក្រុមដែលនៅតំបន់នេះបងប្អូនទាំងអស់គ្នាអាចបរិភោគជាមួយនឹងគ្រឿងសមុទ្រស្រស់ៗហើយធានាថាធម្មជាតិ 100% តែម្ដងដោយសារតែបងប្អូនលក់ម្ហូបនៅទីនោះគាត់ធ្វើម្ហូបជាមួយនឹងគ្រឿងសមុទ្រស្រស់ៗដែលដាក់ចុះពីបងប្អូនវិជានេសាទថ្មីៗតែម្ដងហើយពួកយើងក៏អាចជិះទូកស្ទូចត្រីលេងកម្សាន្តទស្សនាជាមួយទស្សនវិជ្ជាសហគមន៍ត្រពាំងរពៅទាំងមូលអ្វីដែលកាន់តែពិសេសនោះគឺយើងអាចទស្សនាជាមួយនឹងភ្នំអង្គរយ៉ាងធំសម្បើមតែម្ដងបងប្អូនអញ្ចឹងបើសិនជាបងប្អូនចង់ដឹងថាសហគមន៍មួយនេះមានអីលេងខ្លះហើយការធ្វើដំណើរពិបាកប៉ុណ្ណាកុំភ្លេចទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាដំណើរកម្សាន្តលើកនេះគឺថាពួកយើងបានណាត់គ្នាជិះឡានតូចៗដោយសារតែគ្នាខ្ញុំហ្នឹងគឺមានឡាន2នៅខាងខេត្តកំពតដែលពួកគាត់សិតតែជាអ្នកជំនាញស្ទូចត្រីតែម្ដងបងប្អូនអើយពួកយើងជិះចេញពីខេត្តកំពតទៅប្រហែលជាង30គីឡូបងប្អូនសម្រាប់ការធ្វើដំណើរនេះគឺថាងាយស្រួលមែនទែនដោយសារតែផ្លូវនៅកំពតបងប្អូនដូចដឹងស្រាប់ហើយថាផ្លូវកំពតគឺងាយស្រួលជិះមែនទែនបងប្អូននៅតាមផ្លូវពួកយើងអាចទស្សនាជាមួយនឹងទិដ្ឋភាពស្អាតមែនទែនដែលយើងអាចមើលឃើញទេសភាពភ្នំបូកគោដែលខ្ញុំនឹកស្មានថាភ្នំបូកគោវែងតែថ្នាក់នេះបងប្អូនជិះលេងឥឡូវនេះពួកយើងបានដល់ក្នុងផ្លូវភូមិត្រពាំងរពៅហើយបងប្អូនគ្រាន់តែចូលដល់ផ្លូវក្នុងភូមិភ្លាមខ្ញុំក៏បានទទួលស្វាគមន៍ពីស្នាមញញឹមរបស់ក្មេងៗដែលនៅក្នុងភូមិហ្នឹងណាបងប្អូនដោយសារតែគាត់ឃើញឡានខ្ញុំទូចហើយពណ៌លឿងទៀតនិយាយទៅឡានខ្ញុំមួយនេះទៅដល់ណាក៏គេសួរនាំដែរបងប្អូនអើយឥឡូវនេះមកងាកមើលទិដ្ឋភាពក្នុងភូមិវិញម្ដងបងប្អូនភូមិគេនេះគឺថាមានដើមដូងខ្ពស់ហើយបើសិនជាយើងមើលពីទិដ្ឋភាពខាងលើវិញណាពួកយើងជិះឡានចូលក្នុងភូមិនេះមានអារម្មណ៍ថាស្អាតមែនទែនឥឡូវនេះមិត្តភក្តិខ្ញុំកំពុងតែរៀបចំទម្លាក់កាយៈចុះបងប្អូនគាត់មានឈ្មោះថានីអាដាមបងប្អូនដែលគាត់ក៏មាន page ដែរបងប្អូនអើយ page គាត់មានឈ្មោះថា Beloved ធម្មជាតិតែខ្ញុំលេងសើចមួយគាត់ខ្ញុំហៅថា Beloved River រហូតបងប្អូនហើយបើសិនជាដល់ខែកោះខែអីនេះបានមិត្តភក្តិយើងចេះស្ទូចត្រីជំនាញអញ្ចឹងទៀតដឹងតែអែមហើយសម្រាប់មកលើកនេះដែរគឺថាយើងមកហូបជាអាហារថ្ងៃត្រង់ជិះទូកលេងកម្សាន្តស្ទូចត្រីមើលទេសភាពអីអញ្ចឹងណាបងប្អូនតែអ្វីដែលពិសេសដែលខ្ញុំចាប់អារម្មណ៍ជាងគេនៅក្នុងសហគមន៍នេះគឺគ្រឿងសមុទ្របងប្អូនអ្នកលក់ម្ហូបនៅទីនោះគឺថាគាត់ប្រើប្រាស់ជាមួយគ្រឿងសមុទ្រស្រស់ៗដែលគាត់ប្រាប់ខ្ញុំថានៅទីនេះគឺជាតំបន់នេសាទអញ្ចឹងសម្បូរទៅដោយគ្រឿងសមុទ្រស្រស់ៗពួកគាត់ដែលខាត់គឺអត់ជឿគ្រឿងសមុទ្រដែលផ្លាស់សេតកមកធ្វើម្ហូបឲ្យភ្ញៀវដែលមកលេងកម្សាន្តនៅទីនេះទេអញ្ចឹងចំណុចនេះគឺជាចំណុចដែលតាក់ទាញបំផុតសម្រាប់ខ្ញុំដែលពេលខ្លះបងប្អូនពួកយើងចង់មកស្គាល់រសជាតិធម្មជាតិពិតៗតែនៅពេលដែលយើងបានមកដល់តំបន់នេសាទហើយយើងញ៉ាំជាមួយនឹងគ្រឿងសមុទ្រដែលផ្លាស់សេតកអារម្មណ៍ដែលសប្បាយហ្នឹងគឺថាវាបាត់បង់ទៅអស់តែម្ដងហើយខ្ញុំក៏សូមលើកទឹកចិត្តដល់បងប្អូនដែលគាត់ជាអ្នករស់នៅក្នុងសហគមន៍ព្យាយាមធ្វើម៉េចឲ្យកន្លែងរបស់យើងហ្នឹងគេស្គាល់ហើយស្មោះត្រង់ជាមួយនឹងភ្ញៀវកន្លែងដើរលេងណាដែលមានភាពស្មោះត្រង់និងមានទំនុកចិត្តមិនយូរមិនឆាប់ទេបងប្អូនអើយគឺសបោគេទៅលេងហើយតែបើសិនជាយើងអត់ស្មោះត្រង់ជាមួយនឹងភ្ញៀវទេកន្លែងនោះគឺថាគេទៅលេងម្ដងគេចាំមួយជីវិតតែម្ដងបងប្អូនឥឡូវនេះយើងមកនិយាយជាមួយនឹងទិដ្ឋភាពទាំងមូលរបស់សហគមន៍នេសាទត្រពាំងរពៅវិញម្ដងសហគមន៍មួយនេះគឺស្ថិតនៅក្នុងភូមិព្រែកក្រែងឃុំព្រែកថ្នោតខេត្តកំពតយើងនេះតែម្ដងទិដ្ឋភាពនិងទេសភាពនៅទីនេះគឺស្អាតមែនទែនបងប្អូនដោយសារតែពួកយើងអាចមើលឃើញជាមួយនឹងភ្នំបូកគោយ៉ាងធំមែនទែនបងប្អូនហើយនៅក្នុងសហគមន៍នេះក្រៅពីគ្រឿងសមុទ្រស្រស់ៗពួកយើងអាចទស្សនាជាមួយនឹងដើមព្រៃកោងកាងជិះទូកស្ទូចត្រីជាពិសេសក៏មានផ្ទះស្នាក់ដែរបងប្អូនតោះឥឡូវមកភ្លក់ជាមួយនឹងគ្រឿងសមុទ្រដែលពួកយើងបានឲ្យអ្នកលក់នៅទីនោះគាត់រៀបចំធ្វើឲ្យថ្មីបងប្អូនសម្រាប់ម្ហូបពេលនេះគឺថាយើងបានកំងមកពី3មុខដែរបងប្អូនមានបង្កងប៉ាក់បំពងជាមួយខ្ទឹមសមានក្តាមស្ងោរជាមួយនឹងទឹកត្រីកកុងហើយនឹងមានមឹកឆាម្រេចខ្ចីជាមួយនឹងបង្គាស្រស់ផងដែររសជាតិម្ហូបនៅទីនេះគឺថាឆ្ងាញ់មែនទែនបងប្អូនហើយកន្លែងគាត់គឺថាធ្វើសាមញ្ញទេបងប្អូនប៉ុន្តែដោយសារតែយើងបានមឹកបានបង្គាមកស្រស់អញ្ចឹងយើងស្រស់តែទេក៏ឆ្ងាញ់ដែរបងប្អូនមើលភរិយាទុយរបស់ខ្ញុំគាត់ថាគាត់ពេញចិត្តមែនទែនបងប្អូននិយាយទៅគាត់ថាឆ្ងាញ់គ្រប់មុខតែម្ដងទាំងបង្កងប៉ាក់ទាំងក្តាមទាំងបង្គាគឺមានរសជាតិឆ្ងាញ់មែនទែនហើយបើសិនជាយើងមានម្ហូបឆ្ងាញ់ហើយយើងមានជាមួយនឹងរាំងស្វឹកត្រជាក់ញ៉ាំតិចជាមួយនឹងដៃគូរបស់យើងកាន់តែអែមទៀតបងប្អូនតែសូមញ៉ាំដោយការទទួលខុសត្រូវផងណាបន្ទាប់ពីបាយថ្ងៃត្រង់ហើយពួកយើងបានសម្រាប់បន្តិចហើយពួកយើងក៏បានជិះទូកលេងកម្សាន្តមើលទេសភាពជុំវិញទៅស្ទូចត្រីនៅទីតាំងមួយកន្លែងដែលជារីសតមួយដ៏ធំដែលគេបានបិទអស់រយៈពេលយូរមកហើយគឺជាទីតាំងស្ទូចត្រីរបស់គ្នាខ្ញុំមួយដែរដែលគាត់តែងតែមកស្ទូចត្រីនៅទីនេះដែលកន្លែងនេះគឺថាសម្បូរត្រីមែនទែនអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់ពួកយើងក៏មាន platform ជាច្រើនដូចជា YouTube Facebook Instagram និង TikTok ហើយចាប់ផ្ដើម2025នេះគឺថាពួកយើងធ្វើ YouTube ជាលក្ខណៈវីដេអូវែងចាជូនបងប្អូនទាំងអស់គ្នាទស្សនាដោយសារតែពេលខ្លះពួកយើងបានធ្វើវីដេអូខ្លីៗនៅតាម Facebook វាមិនទាន់ពេញលេញជាមួយនឹងព័ត៌មានក៏ដូចជាសកម្មភាពជាច្រើនដែលបងប្អូននៅតាមតំបន់ផ្សេងៗគាត់រស់នៅអញ្ចឹងណាបងប្អូនអញ្ចឹងបើសិនជាបងប្អូនចង់ឃើញពីទិដ្ឋភាពទាំងមូលក៏ដូចជាសកម្មភាពទាំងស្រុងនៅទីតាំងដែលពួកយើងបានចុះទៅថតនោះកុំភ្លេចតាមដានជាមួយនឹង Channel YouTube របស់ពួកយើងដែលមានឈ្មោះជាភាសាអង់គ្លេសថា Daiku Explore អរគុណបងប្អូនទាំងអស់គ្នាជួបគ្នាក្នុងវីដេអូក្រោយៗទៀតបាយបាយ